យើងមានវីដេអូថ្មីមួយទាក់ទងនឹងរបៀបមើលតើអ្វីទៅជា up trend អ្វីទៅជា down trend អ្វីទៅជា trend អញ្ចឹងសម្រាប់បងប្អូនថ្មីដែលចង់ស្វែងយល់នៅក្នុងវិស័យ forex ឬក៏វិស័យ cryptocurrency នេះបងប្អូនតាមដានជាមួយខ្ញុំដូចតទៅអញ្ចឹងដែលហៅថា trend បានគឺវាមាន same high same low ចាប់ពី2គូឡើងទៅទាំង down trend ទាំង up trend អាហ្នឹងក៏គេហៅ trend ដូចគ្នាតែគាត់ថាមួយ trend វាមាន down trend up trend sideways អញ្ចឹងវាអត់មានអីលើសពី3នឹងទេបងប្អូនអញ្ចឹងដែលហៅថា up trend អានេះគេហៅវាថាជា up trend អញ្ចឹងខ្ញុំគូ down trend មុនចុះនេះយើងហៅវាថាជា down trend ជា down trend អញ្ចឹងខ្ញុំបញ្យល់ down trend សិនដែលហៅវាថាជា down trend បានដែលហៅវាថាជា trend បានបងប្អូនចាំថាដែលហៅវាថាជា trend បានវាមាន same high same low ចាប់ពី2គូឡើងទៅដែលហៅថា trend ទោះបីជា up trend ក៏ដោយ down trend ក៏ដោយឲ្យតែវាមាន same high same low ចាប់ពី2គូឡើងទៅគឺយើងសម្គាល់វាថាជា trend បានហើយអញ្ចឹងងាយសម្រាប់បងប្អូនដែលចង់ដឹងថាអ្វីទៅឬគេនិយាយ down trend up trend អញ្ចឹងនេះបងប្អូនតិចទៀតខ្ញុំនឹងចូលទៅបញ្យល់ទៅក្រាបជាក់ស្ដែងអញ្ចឹងនេះដែលហៅថា up trend ដែលហៅថា down trend អញ្ចឹង up down trend យើងគ្រាន់តែគូបន្ទាត់បែបនេះមកយើងដឹងហើយអូនេះជា down trend អញ្ចឹងវាមាន same high same low ចាប់ពី2គូបងប្អូនចំណាំថាដែលហៅថា trend បានគឺមាន same high same low ចាប់ពី2គូឡើងទៅបើមានតែមួយគូគេមិនហៅវាថាជា trend ដែរអញ្ចឹងបែបនេះគេហៅវាថាជា trend តែជា up trend តែជា down trend អញ្ចឹង down trend ប៉ុណ្ណឹងបន្តមកមួយទៀតគេហៅថា up trend ទម្រង់ up trend អញ្ចឹងអានេះរូបភាពបែបនេះគេហៅថាជារូបភាព down trend នេះបងប្អូនរូបភាព down trend រូបភាព down trend តែរូបភាពនេះគឺជារូបភាព up trend គាត់តែវាខុសគ្នាត្រង់ថាវាចុះនឹងឡើងទេបងប្អូន up trend down trend អញ្ចឹងអ្វីដែលយើងត្រូវដឹងគឺទី1អរគ្នាដែលចូលក្នុងវិស័យនេះទី1គឺចង់ដឹងថាតើគួរទិញនៅចំណុចណាគួរ sell នៅចំណុចណាគួរ buy នៅចំណុចណាអ្នកទាំងអស់គ្នាតែងតែចង់ដឹងបែបហ្នឹងសូម្បីតែខ្ញុំដំបូងក៏ចង់ដឹងអញ្ចឹងដូចគ្នាដែរចឹងបានខ្ញុំធ្វើជាវីដេអូនេះឡើងគឺដើម្បីឲ្យបងប្អូនថ្មីដែលចូលក្នុងវិស័យនេះគឺឲ្យបានស្វែងយល់ខ្លះកុំឲ្យពេលដែលយើងចូលទៅលក់ចូលទៅទិញទាំងអត់ដឹងថាអ្វីទៅជា down trend អ្វីទៅជា up trend អញ្ចឹងវាធ្វើយើងលំបាកអញ្ចឹងពេលណាដែលយើងហៅវាថាជា up trend ឬ down trend បានគឺវាមាន same high same low នេះអានេះគេហៅ high អានេះគេហៅ low high low high low អញ្ចឹងមាន2គូឡើងទៅគេហៅវាថាជា trend បានហើយនឹងគ្រាន់តែបញ្យល់សង្ខេបខ្លីៗប៉ុណ្្នឹងទេបងប្អូនបន្តមកខ្ញុំចូលទៅក្នុងកន្លែងក្រាបជាក់ស្ដែងឲ្យបងប្អូនមើលអញ្ចឹងនៅក្នុងក្រាបជាក់ស្ដែង
dương xoay vô thả mạch tới khơi cái cu tay để cu cái cu xa lành mui đập bị chọn đằng trend mui nâng chỉ trend bài ná down trend được cả up trend được những chùm nội đi chẳng anh em mẹ bắt chữ bón á buồn pon đập bị đờ lá không mà ồn chẳng bóng phồn mở ta tao mẹ tầm rung mẹ bài mấy cái hai thôi chỉ down trend được có chỉ up trend cứ sầm rạp để dân chọn đăng thay vì chỉ down trend được up trend dân cây dân trời pra sai lành mùi ní សម្រាប់គូវាអញ្ចឹងពេលដែលយើងប្រើនៅក្នុង trading view បងប្អូនណាដែលមិនទាន់មាន trading view អាចចូលទៅក្នុង channel របស់ខ្ញុំបានគឺឈ្មោះ Elon Web អញ្ចឹងបងប្អូនអាចចូលទៅមើលបានរបៀបបង្កើត trading view អញ្ចឹងទម្រង់បែបនេះគេហៅវាជាទម្រង់ down trend អញ្ចឹងធម្មជាតិរបស់ graph វាតែងតែរត់ទៅ row same high same low ជានិច្ចបងប្អូនវាតែងតែរត់ទៅ row same high same low ជានិច្ចវាអត់ដែលរត់អំពីលើសអំពី same high same low ទេវាតែងរត់ទៅ same high same low ជានិច្ចអញ្ចឹងយើងចង់ស្វែងយល់ថាតើមិនទៅដែលហៅថា graph មិនទៅដែលហៅថា down up trend វាឡើងបែបណាយើងចង់ដឹងថាយើងគួរទិញនៅក្នុងតម្លៃមួយណាពេលណាដែលយើងគួរទិញអញ្ចឹងបងប្អូនព្យាយាមមើល graph មួយ cycle ធម្មតាវាតែងតែរត់មួយ cycle របស់វាជានិច្ចបងប្អូនឃើញទេនេះអញ្ចឹងមួយខ្សែរបស់វានេះពីចំណុចនេះមកដល់ចំណុចនេះគេហៅវាថាជាមួយ cycle អញ្ចឹងមួយ cycle មានន័យថាវាជាប់មួយ cycle វាធ្វើ cycle ថ្មីបានន័យថាវាធ្វើបើសិនជាឧទាហរណ៍ថាវា down trend បែបនេះមានន័យថាពេលដែលវាជាប់វានឹងបរិកខ្សែ trend line មួយវានឹងបរិកបានន័យថាបរិកឈុតពីមុនដែលវាកំពុង down trend ហ្នឹងអញ្ចឹងយើងធ្វើមិនបានយើងដឹងថាអូវាបរិកត្រង់ចំណុចណាអីចំណុចណាអានេះជាចំណុចដែលខ្ញុំចង់ឲ្យបងប្អូនស្វែងយល់អញ្ចឹងជាធម្មតាក្រាបបងប្អូនពេលណាដែលវាជាប់វាតែងតែធ្វើ double top វាតែងតែធ្វើ double top ជានិច្ចដោយច្រើនគឺធ្វើ double top អញ្ចឹងបងប្អូនឆ្ងល់ថាមិនទៅដែលហៅ double top អានេះក្នុង time frame 15នាទីបងប្អូនក្នុង time frame 5នាទី double top គឺបែបនេះបងប្អូនឃើញទេឃើញខ្សែក្រាបមួយនេះជាមួយខ្ញុំគូឡាញឲ្យបងប្អូនមើលមួយនេះឡាញបែបនេះការចាប់របស់យើងគឺយើងចាប់អំពីកំពូល high ដែលខ្ពស់ពេលដែលវា down trend យើងចាប់ពីកំពូល high ដែលខ្ពស់មកយើងចូលមកបែបនេះយើងយកកំពូលដែលខ្ពស់មួយទៀតមកចូលបែបនេះនេះអានេះខ្ញុំព្យាយាមឲ្យបងប្អូនមួយឲ្យបងប្អូនយល់អញ្ចឹងចំណុចមួយនេះអ្វីទៅដែលហៅវាថាជា double top គឺមានន័យថា double top នេះចំណុចនេះគឺជាក្បាលចំណុចនេះគឺជាក្បាលនេះចំណុចមួយនេះអានេះស្មាឆ្វេងអានេះស្មាស្ដាំអញ្ចឹងស្មាឆ្វេងស្មាស្ដាំពេលណាដែលវាធ្វើ double top វាតែងតែធ្វើឲ្យឈុតពីមុនខូចមានន័យថាពេលដែលវាបរិក trend line គឺវាធ្វើឲ្យឈុតពីមុនខូចសិនឈុតខាងឆ្វេងនេះបងប្អូនឃើញមួយនេះឡើងមកផ្ដាច់ចំណុចមួយនេះទេនេះចំណុចមួយនេះគឺវាឡើងមកផ្ដាច់ចំណុចមួយនេះអញ្ចឹងមានន័យថាក្រាបវានឹងប្រាប់យើងថាវាបដូរទៅជា up trend វិញហើយពេលណាដែលវាអត់តន់មកបរិកឈុតមួយនេះមានន័យថាក្រាបនឹងនៅតែចុះជានិច្ចឧទាហរណ៍ថាអញ្ចេះបន្តវាឡើងបែបនេះវាចុះបែបនេះហើយទៅពេលរួចវាឡើងមកអត់តន់ផ្ដាច់ចំណុចនេះវាឡើងដល់ចំណុចមួយនេះហើយស្រាប់តែវាចុះមកគឺវាអាចនឹងចុះមកទៀតវាអាចនឹងចុះមកបែបនេះវាឡើងទៅបែបនេះហើយវានឹងចុះមកបែបនេះហើយវាអាចនឹងធ្វើជា double top សារថ្មីវាអាចនឹងផ្ដាច់ឈុតមួយនេះវិញហើយវាធ្វើបែបវា discount មកតម្លៃ discount នេះវានឹងឡើងទៅបែបនេះអាហ្នឹងជាចំណុចដែលយើងត្រូវដឹងណាបងប្អូនសម្រាប់អ្នកដែលចូលក្នុងវិស័យនេះគឺបងប្អូនត្រូវតែស្វែងយល់គឺមានន័យថាបើសិនជាចំណុចខាងស្មាឆ្វេងរបស់វាខាងនេះអត់តន់ខូចពេលណាយើងគួរតែតាម trend រឿយឧទាហរណ៍ថាបើវាអត់តន់ខូចបើសិនជាវានៅក្នុង down trend គឺយើងគួរតែព្យាយាមរកកន្លែងចូល sell បើសិនជាវាខូចមានន័យថាយើងចាំតម្លៃ discount ហើយយើងព្យាយាមចូលកន្លែងចូល
រកកន្លែងចាំបាយបងប្អូនឃើញទេពេលណាដែលវាធ្វើឲ្យស្មាខាងឆ្វេងនេះខូចអញ្ចឹងវាមករកតម្លៃ discount ចឹងបងប្អូនមើលវីដេអូមួយទៅបងប្អូននឹងយល់ហើយចឹងវាមកតម្លៃ discount ចឹងយើងធ្វើមិនបានដឹងថាអូតម្លៃហ្នឹងជាតម្លៃ discount គឺយើងប្រើ Fibo retracement នេះបងប្អូនវីដេអូក្រោយៗខ្ញុំនឹងបញ្យល់អំពីរបៀបនៃការដាក់លេខរបស់ Fibo មួយហ្នឹងអញ្ចឹងយើងទាញពីចំណុចស្មាឆ្វេងនេះមកយើងទាញមកក្នុងតម្លៃ low ចាស់ low ដែលវា low ចាស់របស់វានេះបងប្អូនឃើញទេអញ្ចឹងពេលណាដែលយើងទាញពីស្មាឆ្វេងឧទាហរណ៍តាក្រាបនេះរត់វាទៅនឹងរត់មកផ្ដាច់ចំណុចនេះអញ្ចឹងយើងគ្រាន់តែទាញទុកចោលមកបងប្អូនទាញយើងគ្រាន់តែទាញពីស្មាឆ្វេងនេះទុកចោលចេះមកអញ្ចឹងពេលណាដែលវាមកដល់តម្លៃ discount 0.5 នេះជាតម្លៃ discount ពេលខ្លះវាអាចចុះមកដល់ចំណុចការចុះរបស់វាកាន់តែជ្រៅពេលណាវាជាការដែលល្អប៉ុណ្ណឹងតែហាមមកខូចចំណុចចាប់ផ្ដើមរបស់វាអានេះគេហៅថាជាចំណុចចាប់ផ្ដើមបងប្អូននេះចំណុចចាប់ផ្ដើមរបស់វាអញ្ចឹងក្នុងបើវាចុះមកដល់ 0.38 នេះឬក៏23នេះក៏បានដែរតែលក្ខខណ្ឌរបស់យើងគឺហាមឲ្យខូចចំណុចចាប់ផ្ដើមនេះចំណុចចាប់ផ្ដើមរបស់វានេះចំណុចមួយនេះអញ្ចឹងពេលណាដែលខូចពេលណាគឺបងប្អូនមិនគួរព្យាយាមចូលបាយទេគឺយើងព្យាយាមឈប់បានន័យថាវាអត់ជារឿងដែលយើងត្រូវចូលបាយទេព្រោះវាកាក់នេះបានក្រាបមួយនេះគឺវាប្រាប់យើងថាវាលែងឡើងហើយវានឹងចុះវិញអញ្ចឹងនេះហើយជាអត្ថន័យនៃការចូលរបស់យើងព្យាយាមស្គាល់អំពី trend យើងព្យាយាមស្គាល់អំពីតម្លៃ discount វាជារឿងល្អសម្រាប់បងប្អូនថ្មីដែលចូលអញ្ចឹងឃើញទេពេលណាដែលយើង follow តាម trend គឺយើងចូល buy ឬក៏ចូល sell យើងមានទំនុកចិត្តខ្លួនឯងបងប្អូនពេលណាដែលយើងអត់មានគោលដៅក្នុងការចូលយើងគិតថាគ្រាន់តែឃើញវាចុះហើយចុះជ្រៅហើយចុះជ្រៅហើយអាហ្នឹងជារឿងគ្រោះថ្នាក់បំផុតសម្រាប់ trader ទាំងឡាយអញ្ចឹងបងប្អូនព្យាយាមមើលទៅព្យាយាមស្វែងយល់ថាម៉េចទៅគេហៅជា double top ហើយបងប្អូនព្យាយាមគូ trend បែបនេះបងប្អូនត្រូវចាំថា time frame កាន់តែធំភាព error របស់វាកាន់តែទូចកាន់តែតិចបងប្អូនចូល time frame តូចភាព error របស់វាកាន់តែច្រើនការ error របស់វាគឺច្រើនមែនទែនសម្រាប់ time frame តូចអញ្ចឹងបានពួក trader ទាំងឡាយធំគឺគេអត់ដែលចូលលេងនៅក្នុង time frame តូចទេគឺគេតែងតែចូលពួកដែលគេមានលុយគឺគេចូលពួក vel ធំគេតែងចូលនៅក្នុង time frame 4ម៉ោង day ឬក៏ week អីចឹងទៅតែសម្រាប់យើងមិនអាចទេយើងមិនអាចចាំដល់មួយថ្ងៃឬក៏4ម៉ោងអីទេតែការ confirm បងប្អូនដែលល្អបំផុតគឺ1ម៉ោង4ម៉ោងអានេះខ្ញុំ recommend ឲ្យគឺ1ម៉ោង4ម៉ោងគឺល្អបំផុតការ confirm ដែលវា down trend ឬក៏ up trend ហើយយើងចូលបានក៏យើងប្រើរូបមន្តបែបនេះដូចគ្នាអញ្ចឹងបងប្អូនព្យាយាមស្វែងយល់អំពី double top ទៅបងប្អូនព្យាយាមស្វែងយល់ឲ្យបានច្រើនទៅវីដេអូក្រោយៗខ្ញុំនឹងបញ្យល់អំពីការដាក់ Fibo ដាក់លេខរបស់វាសម្រាប់ឲ្យបងប្អូនព្យាយាមមើលតម្លៃ discount វាអីចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំបញ្យល់អំពីរឿង trend ហើយខ្ញុំក៏អត់ចង់វែងឆ្ងាយទេដែរព្រោះបើយើងបញ្យល់កាន់តែច្រើនទៅវាធ្វើឲ្យបងប្អូនពេលខ្លះរៀងរញ៉េរញ៉ៃអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ថាអ្វីទៅដែលហៅថា trend ដែលឈ្មោះថា trend ខ្ញុំសង្ខេបមកវិញដែលឈ្មោះថា trend គឺវាមាន same high same low ចាប់ពី2គូឡើងទៅគឺតែ trend គឺវាមាន up trend និង down trend ហើយនឹង sideways ការ sideways បងប្អូននេះគេហៅ sideways ហើយនេះទម្រង់នេះគេហៅ sideways អញ្ចឹង up trend down trend ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ